ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើសាច់គោដោតចង្កាអាំងញ៉ាំជាមួយនឹងជ្រក់ល្ហុងវិធីប្រឡាក់សាច់នេះអត់មានអីពិបាកទេក៏ប៉ុន្តែអ្វីដែលយូរជាងគេគឺយកសាច់ហ្នឹងមកដោតចង្កានឹងតែម្ដងចាឥឡូវនេះយើងមកចាប់ផ្ដើមជាមួយនឹងសាច់គោគឺខ្ញុំប្រើសាច់ជាប់ត្រគាកចំនួន1គីឡូអញ្ចឹងបងប្អូនត្រូវយកសាច់គោហ្នឹងមកហាន់ជាចំណិតវែងៗបែបនេះរួចហើយយើងនឹងយកសាច់មួយដុំតូចៗហ្នឹងមកហាន់ជាចំណិតស្ដើងល្មមប្រសិនបើយើងយកមកធ្វើញ៉ាំខ្លួនឯងនៅតាមផ្ទះអញ្ចឹងយើងប្រើសាច់ជាប់ត្រគាកហ្នឹងគឺផុយឆ្ងាញ់មែនទែនហាន់សាច់រួចរាល់ហើយយើងអាចយកវាមកចាក់ចូលទៅក្នុងចានធំមួយអញ្ចឹងមកដើម្បីផ្សំគ្រឿងចំពោះសាច់1គីឡូខ្ញុំប្រើអំបិល1ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេទឹកត្រី1ស្លាបព្រាបាយទឹកប្រេងខ្យង2ស្លាបព្រាបាយប្រេងឆា4ស្លាបព្រាបាយស្ករត្នោត2ស្លាបព្រាបាយម្ទេសឆ្អើរចិញ្ច្រាំ1ស្លាបព្រាបាយកន្លះម្ទេសឆ្អើរនេះជួយឲ្យសាច់ផុនយើងឡើងពណ៌ស្អាតគ្រឿងគល់ស្លឹកគ្រៃកន្លះកូនចានចង្កឹះចាក់ចូលអស់ហើយយើងត្រូវច្របល់គ្រឿងផ្សំជាមួយនឹងសាច់ហ្នឹងរហូតដល់ចូលគ្នាបានសព្វសាច់នេះមុននឹងយើងយកទៅដាក់អាំងបងប្អូនអាចផ្អាប់វាចោល1ម៉ោងកន្លះទៅ2ម៉ោងឬមួយក៏អាចទុកវាមួយយប់ក៏បានដែរចាំយកទៅអាំងចំណែកឯឈើចង្កាក់នេះវិញមុននឹងបងប្អូនដោតសាច់ហ្នឹងបងប្អូនគួរតែត្រាំទឹកវាចោលមួយសន្ទុះធំដែរដើម្បីកុំឲ្យនៅពេលដែលយើងយកទៅអាំងទៅវាឆេះវាខ្លោចឈើហ្នឹងចាឥឡូវនេះយើងអាចចាប់ផ្ដើមយកសាច់ហ្នឹងមកដោតចូលចង្កាក់បានហើយកន្លែងនេះគឺជាកន្លែងដែលយូរជាងគេព្រោះថាសាច់ផុនយើងវាចំណិតស្ដើងល្មមទម្រាំដោតបានមួយចង្កាក់ហ្នឹងវាយូរដែរសាច់ដែលបានដោតចូលចង្កាក់ហើយហ្នឹងបាន20ចង្កាក់ដែរហើយសាច់ដែលនៅសល់ប្រហែលជា2ភាគ3ទៀតសម្រាប់សាច់ទាំងអស់1គីឡូហ្នឹងដោតបានប្រហែលជា50ចង្កាក់មកដល់កន្លែងដែលយើងត្រូវអាំងសាច់នេះអត់មានអីពិបាកទេបងប្អូនគ្រាន់តែឧស្សាហ៍ត្រឡប់វាចុះឡើងរហូតដល់សាច់យើងឆ្អិនទៅបានហើយចំពោះបងប្អូនដែលអត់ទាន់ដឹងពីវិធីធ្វើជ្រក់ល្ហុងខ្ញុំនឹងបង្ហាញនៅខាងក្រោយវីដេអូបន្តិចយើងនឹងចាប់ផ្ដើមជាមួយនឹងទឹកធ្វើជ្រក់មុនគេជាដំបូងយើងត្រូវដាក់ស្ករអំពៅចំនួន6ស្លាបព្រាបាយឬក៏ស្មើនឹង80ក្រាមម្សៅស៊ុបមាន់ឬក៏ប៊ីចេងកន្លះស្លាបព្រាកាហ្វេទឹកស្អាតឬទឹកដាំពុះនឹងចំនួន8ស្លាបព្រាបាយទឹកត្រី6ស្លាបព្រាបាយទឹកខ្មេះ7ស្លាបព្រាបាយចាក់ចូលអស់ហើយបងប្អូនត្រូវកូរគ្រឿងផ្សំទាំងអស់ហ្នឹងឲ្យរលាយសព្វបន្ទាប់មកគឺយើងនឹងចាក់ខ្ទឹមក្រហមចិញ្ច្រាំចំនួន1មើមខ្ទឹមសហាន់រួចចំនួន1មើមដូចគ្នារួចហើយយើងគ្រាន់តែច្របល់គ្រឿងផ្សំទាំងអស់ហ្នឹងឲ្យចូលគ្នាបន្តិចយើងអាចទុកវាមួយឡែកសិនឥឡូវយើងនាំគ្នាមកត្រៀមផ្នែកបន្លែត្រសក់នេះខ្ញុំប្រើចំនួន2ខាំកន្លះបងប្អូនគ្រាន់តែយកវាមកហាន់ជាចំណិតតូចក្រោយមកក៏យើងយកការ៉ុតចំនួន2ខាំមកចិតសំបកចេញលាងទឹកឲ្យស្អាតនិងឈូសជាសរសៃតូចចំពោះល្ហុងខ្ចីវិញយើងត្រូវយកវាទៅចិតសំបកឆ្កឹះគ្រាប់ចេញឲ្យស្អាតរួចហើយឈូសជាសរសៃតូចដែរល្ហុងដែលបានឈូសឲ្យរួចរាល់នេះគឺមានទម្ងន់5ខាំកន្លះជំហានបន្ទាប់នេះខ្ញុំនឹងយកល្ហុងជាមួយការ៉ុតលាយជាមួយនឹងអំបិល1ស្លាបព្រាបាយមកច្របាច់ដើម្បីឲ្យវាទន់និងអស់ជាតិជ័រដោយនេះសរុបទាំងការ៉ុតជាមួយនឹងល្ហុងហើយនឹងត្រសក់ហ្នឹងគឺមានទម្ងន់1គីឡូនៅពេលដែលល្ហុងនិងការ៉ុតបានទន់ហើយបងប្អូនត្រូវពុះទឹកអំបិលនឹងចេញវិញក្រោយមកយើងនឹងយកល្ហុងជាមួយការ៉ុតហ្នឹងមកលាងជាមួយនឹងទឹកធម្មតាចំនួន2ដងទៀតលាងសម្អាតជាមួយនឹងទឹកធម្មតារួចហើយបងប្អូនត្រូវពុះទឹកវាចេញវិញផងឥឡូវនេះយើងអាចចាប់ផ្ដើមធ្វើជ្រក់បានហើយអញ្ចឹងបងប្អូនត្រូវយកល្ហុងការ៉ុតត្រសក់ហ្នឹងមកដាក់ចូលទៅក្នុងចានធំមួយរួចហើយយើងយកទឹកជ្រក់ដែលយើងបានធ្វើតាំងពីដំបូងហ្នឹងចាក់ចូលទៅច្របល់ល្ហុងការ៉ុតត្រសក់ជាមួយនឹងទឹកជ្រក់នឹងឲ្យចូលគ្នាបានសព្វបងប្អូនអាចយកមកពិសាភ្លាមបានតែប្រសិនបើចង់ឲ្យជ្រក់នឹងមានរសជាតិមុតជាងនេះបងប្អូនអាចផ្អាប់វាទុកនៅក្នុងទូទឹកកកហ្នឹងរយៈពេល1យប់អីហ្នឹងគឺកាន់តែឆ្ងាញ់ចាវិធីធ្វើសាច់គោអាំងជាមួយនឹងជ្រក់ល្ហុងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានយោបល់ឬក៏សំណួរអ្វីអាចសរសេរជាខមមិននៅខាងក្រោមវីដេអូនឹងចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា